នៅក្នុងក្រុងព្រៃវែងថ្ងៃនេះនិងថ្ងៃស្អែកទី30គឺមានការប្រគំតន្ត្រីទេសចរណ៍ខ្នាតយក្សរបស់ក្រុមហ៊ុន Express Tour Concert ខេត្តព្រៃវែង The Seafood ជាភោជនីយដ្ឋានឈានមុខគេនៅព្រៃវែងតន្ត្រីទេសចរណ៍ខ្នាតយក្សរបស់ក្រុមហ៊ុន Express នេះគឺគាត់ដូចជាប្រគំតន្ត្រី2ថ្ងៃថ្ងៃទី29ហ្នឹងហើយថ្ងៃទី30បងប្អូនអាចអញ្ជើញមកលេងបាននៅក្នុងក្រុងព្រៃវែងនៅភូមិ5នៅមជួរមាត់ទន្លេបងប្អូនមកឃើញហើយនៅនេះគេប្រគំតន្ត្រីខ្នាតយក្សធំមែនតើហ្មងមានលក់អីវ៉ាន់ជាច្រើនមកហើយមានតារាចម្រៀងល្បីថ្ងៃហ្នឹងដូចជាខេមរៈស្រីមុនខាត់ចែមអីមកក្រុមរំល្បីមកបងប្អូនហើយសម្រាប់ថ្ងៃស្អែកទី30ហ្នឹងគឺគាត់មានប្រគំតន្ត្រីមួយថ្ងៃទៀតហើយក៏មានតារាចម្រៀងល្បីចូលរួមដែលនេះខ្ញុំអត់ច្បាស់ថាតារារូបណាទេបងប្អូនតែដឹងតែល្បីហ្មងបងប្អូនមកដឹងតែមិនខកបំណងទេហើយនៅពេលដែលមកលេងហើយកុំភ្លេចឈៀងចូលនៅក្នុងផ្សាររាត្រីផងណាអរគុណច្រើនមែនតើបងប្អូនហើយវីដេអូនេះខ្ញុំថតនេះខ្ទង់ប្រហែលជាម៉ោង10ចាម៉ោង10ហ្នឹងនាងខ្ញុំជីថតអីតិចទៅតែបានចូលទៅខាងក្នុងទេឡើយតែយើងបញ្ញាប់មកផ្ទះវិញថ្ងៃហ្នឹងតែពេលអញ្ចឹងមិនបានជីចូលក្នុងទេតែគ្រាន់តែឮសំឡេងតន្ត្រីហ្នឹងក៏មានអារម្មណ៍ថាចង់ចូលទៅមើលដែរធារាបានផលិតឡើងជាមួយសមត្ថភាពពិសេស3យ៉ាងព្យាបាលការពារនិងចិញ្ចឹមកោសិកាស្បែករបស់លោកអ្នកឲ្យមានភាពស្រស់ស្អាត